អនុក្រឹត្យលេខ45ពីស្តីពីពន្ធប៉ាតង់មាត្រា1អនុក្រឹត្យនេះមានគោលបំណងកំណត់អត្រាពន្ធប៉ាតង់សម្រាប់សកម្មភាពអាជីវកម្មមាត្រា2អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះអ្នកជាប់ពន្ធដែលប្រកបអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាមាត្រា3អត្រាពន្ធប៉ាតង់ត្រូវបានកំណត់ដូចខាងក្រោម1អ្នកជាប់ពន្ធតូចត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន400,000 រៀល2អ្នកជាប់ពន្ធមធ្យមត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន1,200,000 រៀល3អ្នកជាប់ពន្ធធំត្រូវបង់ក៏ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន300,000 រៀលពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន500,000 រៀលក្នុងករណីដែលមានផលរបរលើសពី10,000 លានរៀលក្បួនអ្នកជាប់ពន្ធដូចមានចែងក្នុងកថាខន្ទី1កថាខន្ទី2និងកថាខន្ទី3នៃមាត្រានេះដែលចាប់ផ្ដើមប្រកបអាជីវកម្មក្នុងរយៈពេល6ខែចុងឆ្នាំត្រូវបង់ពន្ធប៉ាតង់ចំនួនពាក់កណ្ដាលនៃពន្ធប៉ាតង់ប្រចាំឆ្នាំមាត្រា4វិធាននិងនីតិវិធីនៃការគ្រប់គ្រងប្រមូលពន្ធប៉ាតង់ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមាត្រា5បទបញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះត្រូវទុកជានិរករណ៍មាត្រា6រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាទៅ